Hai,នេះជាវីដេអូដែលខ្ញុំបានជិះតាមអាប់មើលស្រែនៅខាងកញ្ចាបដើម្បីក្រែងលោគេមានគេព្រោះហើយក៏បានថតវីដេអូផ្លូវថ្នល់ទុកជាអនុស្សាវរីយ៍មើលហើយការថតនេះវាជាដូចជាអាចថាមិនសមរម្យទេបងប្អូនប៉ុន្តែទោះជាមិនសមឬសមនេះមិនមែនបំផ្លាញធម្មជាតិទេបើយើងធ្វើថ្នល់ហើយបើយើងមិនចូលមិនរំលំតាមថ្នោតដែលនៅជាប់តាមខ្នល់នេះចេញតែយើងធ្វើផ្លូវយ៉ាងម៉េចហើយជីកប្រឡាយធ្វើយ៉ាងម៉េចដើម្បីជាប្រព័ន្ធទឹកនោះបងប្អូនហើយការធ្វើខ្នល់នេះខាងបងប្អូនមេភូមិខាងភូមិពរស័យដូចជាច័ន្ទគង់ត្រប់ឬភូមិនានាជាដើមក៏បានសហការធ្វើខ្នល់នេះមួយហើយការធ្វើខ្នល់នេះគឺជារដ្ឋដែលជួយឧបត្ថម្ភឲ្យទេបងប្អូនហើយយើងចាំពេលក្រោយយើងមានលុយមានកាក់អាចបន្ថែមថ្មពីលើបន្ថែមទៀតនឹងអាចស្រួលបើកស្រួលបទាំងអស់គ្នាដើម្បីជាស្ថាបនាអភិវឌ្ឍនៅប្រទេសក្នុងភូមិស្រុកយើងការមើលទៅដើមត្នោតវារលំច្រើនហើយតែតាមដោះតាមផ្លូវនឹងវាច្រើនដែរបើយើងនៅតែຕົកនឹងវាហៅថាពិបាកដើរណាស់ពិបាកបវិទឹះមិនចង់បំផ្លាញសម្បត្តិបេតិកភណ្ឌជាតិទេព្រោះត្នោតគឺជាប្រយោជន៍មួយដើម្បីជាដួងព្រលឹងជាតិដែរប៉ុន្តែនៅតាមជាប់ផ្លូវយើងត្រូវតែកាប់រលំចោលខ្លះហើយដើម្បីធ្វើខ្នល់ធ្វើផ្លូវធ្វើប្រឡាយទឹកបាទដោះឆ្ងាយពីនឹងក៏យើងមិនហ៊ានរំលំដែរដូច្នេះស្រួលដើរស្រួលបទាំងអស់គ្នាហើយការនិយាយនេះវាមិនមែនចង់បង្អាប់បង្អោនអ្វីដល់អ្នកដឹកនាំទេតែនេះគ្រាន់តែចែករំលែកដើម្បីស្រួលសាមគ្គីភូមិដើម្បីស្រួលផ្លូវហើយស្រួលយើងអ្នកបរផងដែរសូមអរគុណច្រើនហើយការនិយាយពាក្យពេចន៍ត្រង់ណាមួយបើមានខុសឆ្គងត្រង់ណានោះមេត្តាខន្តីអភ័យទោសផងចោះបងប្អូនសូមអរគុណច្រើនបាទបើមានខុសត្រង់ណាមេត្តាខន្តីអភ័យទោសសូមអរគុណទុកជាមុនផងចោះ